ទីនេះគឺជាទីកន្លែងមួយដ៏ជូរចត់បំផុតដែលកុលបុត្រកោធីតាខ្មែរគ្រប់រូបត្រូវតែចងចាំឲ្យបានច្បាស់តគ្រប់ចំនួនពីព្រោះទីនេះធ្លាប់ជាទីកន្លែងនៃវិវាទដ៏តានតឹងបំផុតរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃនៅក្នុងវីដេអូមួយនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅស្គាល់អំពីប្រវត្តិសាស្ត្រពីបុរាណនៃប្រាសាទព្រះវិហារនិងប្រវត្តិសាស្ត្រដ៏តានតឹងបំផុតនៃចំនួនព្រំដែននិងការទាមទារប្រាសាទព្រះវិហាររវាងភាគីកម្ពុជានិងភាគីថៃជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះគឺខ្ញុំកំពុងតែស្ថិតនៅលើទីដីនៃខេត្តព្រះវិហារហើយនៅពីខាងក្រៅខ្ញុំគឺជាប្រាសាទព្រះវិហារហើយនៅត្រង់ចំណុចដែលខ្ពស់ជាងគេគឺជាកន្លែងដែលព្រះរាជានាសម័យនោះក៏សាងប្រាសាទព្រះវិហារហើយបន្តិចទៀតយើងនឹងធ្វើដំណើរឡើងទៅលើកំពូលភ្នំទាំងអស់គ្នាតោះទៅជាមួយខ្ញុំទាំងអស់គ្នាចំពោះការធ្វើដំណើរទៅលើកំពូលភ្នំគឺយើងមិនអាចបើកបរដោយខ្លួនឯងបាននោះទេយើងមានជម្រើសពីរដើម្បីធ្វើដំណើរទៅដល់លើកំពូលភ្នំជម្រើសទី1គឺយើងអាចទិញសំបុត្រឡានរបស់ភ្នាក់ងារទេសចរដែលគាត់រៀបចំនៅទីនោះដែលមានតម្លៃ 10,000 រៀលហើយជិះបានគ្នា10នាក់តែប៉ុណ្ណោះជម្រើសទី2គឺយើងអាចជិះម៉ូតូឌុបបានដែលមានតម្លៃ 20,000 រៀលហើយយើងជិះបានម្នាក់តម្លៃដែលខ្ញុំបានរៀបរាប់គឺជាតម្លៃទាំងការឡើងនិងការចុះមកវិញស្ថិតនៅភាគខាងជើងក្នុងប្រទេសកម្ពុជាស្ថិតនៅក្នុងភូមិសាស្ត្រឃុំស្រអែមស្រុកចំខ្សានខេត្តព្រះវិហារប្រាសាទដ៏ចំណាស់មួយដែលមានអាយុកាលជាង 1000 ឆ្នាំកំពុងឈរបង្អួតសម្រស់យ៉ាងស្រស់ស្អាតនិងដ៏រឹងមាំលើកំពូលភ្នំប្រាសាទព្រះវិហារនៃជួរភ្នំដងរែកដែលមានកម្ពស់ប្រមាណ 625 ម៉ែត្រពីនីវ៉ូទឹកសមុទ្រមនុស្សម្នាជាច្រើនបានកត់ស្ងប់ស្ងាយចាត់ទុកថាជាទីសក្ការៈបូជានិងស្គាល់ច្បាស់ថាប្រាសាទនេះជាប្រាសាទដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់ជំនាន់កាលពីសម័យអង្គរប្រាសាទព្រះវិហារមានឈ្មោះដើមថាស្រីសិក្ខាគិរីស្វារៈមានន័យថាជាម្ចាស់នៃកំពូលភ្នំតាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្ត្រខ្មែរជាច្រើនបានបង្ហាញថាប្រាសាទនេះត្រូវបានចាប់ផ្ដើមកសាងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1នៃគ្រិស្តសករាជឆ្នាំ 889 ហើយប្រាសាទនេះធ្វើឡើងអំពីថ្មភក់នៅលើទីតាំងខ្ពស់មួយនៅជួរភ្នំដងរែកដែលកាលនោះស្ថិតនៅចំកណ្ដាលនៃអតីតទឹកដីមហានគរខ្មែរតែបច្ចុប្បន្នគឺស្ថិតនៅលើទឹកដីខេត្តព្រះវិហារជិតព្រំប្រទល់ទឹកដីថៃនៃខេត្តស៊ីសាកេតទៅវិញប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រដ៏ជូរចត់មួយនៃប្រជាជាតិខ្មែរដែលកសាងក្នុងកំឡុងចុងសតវត្សទី 9 និងបញ្ចប់នៅដើមសតវត្សទី 12 ក្រោមរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី 2 នៃសម័យមហានគរដើម្បីឧទ្ទិសដល់ព្រះឥសូរដែលជាព្រះអាទិទេពនៅក្នុងព្រហ្មញ្ញសាសនាបើយើងនិយាយអំពីប្រវត្តិសាស្ត្រដ៏ជូរចត់នៅតំបន់ប្រាសាទព្រះវិហារនោះគឺជាជម្លោះព្រំដែនរវាងភាគីកម្ពុជានិងភាគីថៃនៅឆ្នាំ 1954 ប្រាសាទព្រះវិហាររងការឈ្លានពានដណ្ដើមចង់បានជាច្រើនលើកច្រើនសារពីសំណាក់ប្រទេសថៃហើយចំនួនរវាងថៃនិងកម្ពុជាក៏ចាប់ផ្ដើមផ្ទុះខ្លាំងឡើងពលគឺបន្ទាប់ពីប្រទេសកម្ពុជាយើងទទួលបានឯករាជ្យពេញលេញពីបារាំងវិញពេលនោះហើយប្រទេសថៃចាប់ផ្ដើមបញ្ជូនកងទ័ពនិងកងពលប្រដាប់ដោយអាវុធជាច្រើនគ្រឿងដើម្បីចូលមកកាន់កាប់និងឈ្លានពានទឹកដីនៃព្រំដែនប្រាសាទព្រះវិហារនេះយ៉ាងគគ្លឿនដោយហេតុយ៉ាងនេះហើយរដ្ឋាភិបាលកម្ពុជាដែលមានព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋជាប្រមុខរដ្ឋបានដឹកនាំកម្ពុជាបើកដំណើរការទាមទារកម្មសិទ្ធិតាមរយៈការទូតជាមួយថៃប៉ុន្តែត្រូវបរាជ័យនាំឲ្យកម្ពុជាងាកទៅរកយន្តការតុលាការវិញម្ដងនៅថ្ងៃទី 6 ខែតុលាឆ្នាំ 1959 កម្ពុជាបណ្ដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេដើម្បីស្នើសុំឲ្យតុលាការប្រកល់អធិបតេយ្យដែនដីប្រាសាទព្រះវិហារឲ្យមកកម្ពុជានិងទាមទារឲ្យថៃដកកងទ័ពកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីទឹកដីនៃប្រាសាទព្រះវិហារនៅថ្ងៃទី 8 ខែធ្នូឆ្នាំ 1959 សារណារបស់កម្ពុជាត្រូវបានបញ្ជូនទៅដល់ដៃតុលាការទាន់ពេលកំណត់តែភាគីថៃវិញបែរជាបញ្ជូនពាក្យបណ្ដឹងមួយបដិសេធមិនទទួលស្គាល់សមត្ថកិច្ចរបស់តុលាការអន្តរជាតិក្នុងការជំនុំជម្រះបណ្ដឹងរបស់កម្ពុជាឡើយសវនាការជាសាធារណៈដើម្បីជំនុំជម្រះលើបណ្ដឹងជំទាស់របស់ភាគីថៃត្រូវបានបើកធ្វើឡើងចាប់ពីថ្ងៃទី 10 រហូតដល់ថ្ងៃទី 15 ខែមេសាឆ្នាំ 1960 ហើយនៅថ្ងៃទី 26 ខែឧសភា ឆ្នាំ 1961 តុលាការអន្តរជាតិក្រុងឡាអេបានច្រានចោលបណ្ដឹងជំទាស់របស់ភាគីថៃដោយប្រកាសជាសាធារណៈថាតុលាការមានសមត្ថកិច្ចពេញលេញក្នុងការដំណើរការអង្គជំនុំជម្រះលើបណ្ដឹងរបស់កម្ពុជាតាមរយៈបន្ទាត់ព្រំដែននៅក្នុងផែនទីអបសម្ព័ន្ធទី 1 ដែលគេធ្វើឡើងរវាងបារាំងសៀមក្នុងសន្ធិសញ្ញាឆ្នាំ 1904 បង្ហាញថាប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីកម្ពុជាយ៉ាងពិតប្រាកដ
ហើយបន្តមកទៀតដោយនៅថ្ងៃទី15ខែមិថុនាឆ្នាំ1962ប្រាសាទព្រះវិហារត្រូវតុលាការអន្តរជាតិក្រុងឡាអេសម្រេចសាលក្រមប្រកាសឲ្យភាគីកម្ពុជាជាអ្នកឈ្នះក្តីរឿងវិវាទកម្ពុជាថៃនៅពេលដែលប្រទេសជាតិចាប់ផ្ដើមមានសុខសន្តិភាពឡើងវិញដំណើរការនៃការស្នើសុំដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកក៏ត្រូវបានធ្វើឡើងនៅឆ្នាំ2001សម្ដេចអគ្គសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបានផ្ញើលិខិតផ្លូវការទៅកាន់អង្គការ UNESCO បន្ទាប់ពីទទួលបានការយល់ព្រមពីអង្គការ UNESCOប្រមុខរដ្ឋាភិបាលកម្ពុជាបានរៀបចំនិងចាត់បញ្ជូនក្រុមការងារដឹកនាំផ្ទាល់ដោយសម្ដេចវិបុលបញ្ញាសុខអានដើម្បីបំពេញបេសកកម្មការងារជាប្រវត្តិសាស្ត្រនេះពីដំណាក់កាលរៀបចំឯកសាររហូតបានសម្រេចជាឯកច្ឆន្ទពីគណៈកម្មការបេតិកភណ្ឌពិភពលោកបន្ទាប់ពីបានឆ្លងកាត់ការវិនិច្ឆ័យជាច្រើនដំណាក់កាលពីសំណាក់អង្គការ UNESCO មកអង្គការ UNESCO ក៏បានវិភាគនិងថ្លែងថាប្រាសាទព្រះវិហាររបស់កម្ពុជាយើងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីក្លាយទៅជាសម្បត្តិបេតិកភណ្ឌពិភពលោកពេលនោះហើយប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាមួយនេះត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំទី32របស់គណៈកម្មការធិការបេតិកភណ្ឌពិភពលោកនៃអង្គការ UNESCO នាថ្ងៃទី7ខែកក្កដាឆ្នាំ2008ដែលធ្វើឡើងនៅទីក្រុងកេបិចប្រទេសកាណាដាពេលវេលានោះហើយគឺជាពេលវេលាដ៏ឱឡារិកបំផុតសម្រាប់ប្រជាជាតិកម្ពុជាទាំងមូលសំឡេងអបអរសាទររបស់ប្រជាជនខ្មែរគ្រប់រូបនឹងការទូងស្គរជ័យពេលពេញផ្ទៃប្រទេសដើម្បីអបអរសាទរនៃជ័យជំនះនិងភាពយុត្តិធម៌ដ៏ល្អអស្ចារ្យមួយនេះប៉ុន្តែមួយសប្តាហ៍ក្រោយនៃការដាក់បញ្ចូលប្រាសាទព្រះវិហារទៅជាបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកពលគឺនៅថ្ងៃទី15ខែកក្កដាឆ្នាំ2008កងទ័ពសៀមក៏បានចាប់ផ្ដើមចូលមកលូតលុយនិងឈ្លានពាននៃព្រំដែនប្រាសាទព្រះវិហារម្ដងទៀតដោយពុំមានខ្លាចច្បាប់អន្តរជាតិបន្តិចសោះវិវាទព្រំដែនកម្ពុជាថៃនៅតំបន់ប្រាសាទព្រះវិហារក៏បានចាប់ផ្ដើមផ្ទុះសារជាថ្មីទាហានថៃបានចូលមកទឹកដីនៃប្រទេសកម្ពុជាប្រដាប់ដោយអាវុធនិងបានត្រៀមធ្វើការប្រយុទ្ធនៅតំបន់ព្រំដែននៃប្រាសាទព្រះវិហារដោយមានយន្តហោះចម្បាំងបានហោះចូលមកព្រំដែនកម្ពុជាដោយល្មើសច្បាប់ព្រំដែនទៀតផងជំលោះព្រំដែនភាគីកម្ពុជាថៃម្ដងទៀតនេះគឺកើតឡើងដោយសារតែអំណាចក្នុងប្រទេសរបស់ថៃមានការច្របូកច្របល់វិបត្តិផ្ទៃក្នុងនយោបាយរបស់ខ្លួនក្នុងស្រុកវិបត្តិនយោបាយជាតិនិយមជ្រុលបានផ្ទុះឡើងដែលជាហេតុធ្វើឲ្យមានការផិនច្រឡំទៅលើប្រវត្តិសាស្ត្រការប្រើប្រាស់ផែនទីសម្ងាត់ដោយឯកតោភាពរបស់ខ្លួនដោយគ្មានការទទួលស្គាល់ដោយអង្គការអន្តរជាតិការប៉ុនប៉ងម្ដងហើយម្ដងទៀតដើម្បីពង្រីកទឹកដីរបស់ខ្លួនក៏ដូចជាការទាមទារប្រាសាទព្រះវិហារទាំងមូលផងដែរបន្តមកទៀតនៅថ្ងៃទី15ខែតុលាឆ្នាំ2008មានការប្រយុទ្ធគ្នាដ៏ធំមួយរវាងទាហានភាគីកម្ពុជានិងភាគីទាហានថៃបន្តមកទៀតនៅថ្ងៃទី3ខែមេសាឆ្នាំ2009ថៃបានបាញ់គ្រាប់រ៉ុកែតអាវុធធុនធ្ងន់មកលើទឹកដីតំបន់ប្រាសាទព្រះវិហារដែលបានធ្វើឲ្យប្រាសាទព្រះវិហារខូចខាតជាច្រើនកន្លែងដោយឃើញស្ថានភាពដ៏តានតឹងបែបនេះហើយនៅថ្ងៃទី11ខែសីហាឆ្នាំ2010កម្ពុជាបានផ្ញើលិខិតទៅអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉កដើម្បីសូមជួយអន្តរាគមន៍ទោះជាយ៉ាងណាក្តីក៏ដោយក៏ថៃនៅតែបន្តឈ្លានពានចូលមកទឹកដីនៃប្រាសាទព្រះវិហារជាហូរហែដោយនៅវេលាម៉ោង 3:15 នាទីរសៀលនៃថ្ងៃទី4ខែកុម្ភៈឆ្នាំ2011មានការផ្ទុះអាវុធរវាងភាគីថៃនិងកម្ពុជាម្ដងទៀតនៅត្រង់ចំណុចសម្បុកឃ្មុំការផ្ទុះអាវុធនេះបានធ្វើឲ្យកម្លាំងបន្ទាត់តាមព្រំដែនបានត្រៀមខ្លួនរួចជាស្រេចរហូតមានការផ្ទុះអាវុធជាបន្តបន្ទាត់តាមបន្ទាត់ខ្សែព្រំដែនដូចជានៅវាលឥន្ទ្រីភ្នំត្រប់ច្រកក្រែងតាថាវតាសឹមជាដើមនៅក្នុងគោលដៅនៃការប្រយុទ្ធនេះថៃបានប្រើប្រាស់កាំភ្លើងប្លង់ធុនធ្ងន់ប្លង់ចូលក្នុងវត្តកែវសិក្ខាគិរីស្វារៈនិងប្រាសាទព្រះវិហារដែលបណ្ដាលឲ្យខូចទ្រង់ទ្រាយរបស់ប្រាសាទយ៉ាងធ្ងន់ធ្ងរជាការតបតទៅវិញទៅលើភាគីឈ្លានពានថៃកម្ពុជាបានប្រើប្រាស់កាំភ្លើងធំកម្មជុចប្រតិកម្មរហ័ស BM21 ប្រភេទ40កាណុងដែលបានបាញ់ចំចូលគោលដៅសំខាន់ៗរបស់ថៃរថក្រោះបន្ទាយទាហានថៃត្រូវបានកំទេចដោយកម្លាំងសាមគ្គីនិងការតាំងចិត្តយ៉ាងមុតមមរបស់កងទ័ពទាហានកម្ពុជាដរាបណាអ្នកនយោបាយជាតិនិយមជ្រុលរបស់ថៃមួយចំនួននៅតែបន្តយកបញ្ហាព្រំដែនកម្ពុជាថៃធ្វើជាចំណាត់ខ្មាំងដើម្បីផលប្រយោជន៍នយោបាយរបស់ខ្លួនទោះបីជាអ្នកនយោបាយរបស់ថៃបានដឹងច្បាស់ថាប្រាសាទព្រះវិហារគឺស្ថិតនៅក្នុងដែនដីអធិបតេយ្យរបស់កម្ពុជាទង្វើយ៉ាងកក្លិននេះសបញ្ជាក់ឲ្យឃើញថាមហិច្ឆតាក្នុងការពង្រីកទឹកដីរបស់ថៃគ្មានថ្ងៃបញ្ចប់ឡើយតាមរយៈលិខិតរបស់កម្ពុជាផ្ញើទៅកាន់អង្គការសហប្រជាជាតិដើម្បីជួយអន្តរាគមន៍អង្គការសហប្រជាជាតិក៏ឲ្យមានយន្តកម្មអន្តរជាតិដើម្បីដោះស្រាយជម្លោះព្រំដែនខ្មែរថៃមុំជប់ប្រាសាទព្រះវិហារ
ដោយពេលនោះថៃបានបង្កើតផែនទីជាឯកតោភាគីមានទំហំ 4.6 គីឡូម៉ែត្រការ៉េជប់នឹងប្រាសាទព្រះវិហារថាជារបស់ខ្លួនដែលការពិតផែនទីរបស់ថៃគឺមិនត្រឹមត្រូវនោះទេផែនទីនេះខុសបញ្ច្រាស់ទាំងស្រុងពីសាលក្រមតុលាការអន្តរជាតិដែលមានន័យថាប្រាសាទព្រះវិហារស្ថិតនៅលើទឹកដីខ្មែរនិងដែនដីអធិបតេយ្យភាពរបស់កម្ពុជានៅថ្ងៃទី 11 ខែវិច្ឆិកាឆ្នាំ 2013តុលាការ ICJ បានប្រកាសក្នុងការសម្រេចចិត្តជាឯកច្ឆន្ទតាមសាលក្រមឆ្នាំ 1962 របស់តុលាការអន្តរជាតិបានប្រគល់ប្រាសាទព្រះវិហារឲ្យមកកម្ពុជាហើយភាគីថៃមានកាតព្វកិច្ចត្រូវទៅដកកងទ័ពប៉ូលីសរាជរដ្ឋាភិបាលថៃដែលចូលជើងក្នុងតំបន់ប្រាសាទព្រះវិហារទាំងអស់ដោយគ្មានលក្ខខណ្ឌបន្ទាប់ពីនោះស្ថានភាពនៃចំនួនព្រំដែនប្រាសាទព្រះវិហារក៏ចាប់ផ្ដើមមានភាពប្រសើរឡើងហើយបច្ចុប្បន្នប្រាសាទព្រះវិហារបានក្លាយជាកន្លែងទេសចរដ៏ល្បីល្បាញមួយដោយគ្មានសម្លេងអាវុធការបាញ់ប្រហារអ្វីទៀតឡើយហើយមានភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនបានមកទស្សនានៅទីនេះរៀងរាល់ថ្ងៃដោយគ្មានការភ័យខ្លាចអ្វីទៀតនោះទេចំពោះវីដេអូនេះដែរគឺខ្ញុំមានតែប៉ុណ្្នឹងដើម្បីចែកជូនដល់បងប្អូនទាំងគ្នាបានស្វែងយល់អំពីប្រវត្តិសាស្ត្រដ៏ជូរចត់នៃទឹកដីប្រាសាទព្រះវិហារជាចុងក្រោយក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃដើម្បីតាមដាននិងទស្សនាវីដេអូមួយនេះ